បងប្អូនណាខ្លះដូចជានាងខ្ញុំពីមុនយើងធ្លាប់គិតថាចង់បានប្រាក់ចំណូលបន្ថែមគេមានតែការធ្វើការងារថែមម៉ោងឬក៏រកការងារបន្ថែមទៅលើទៀតបងប្អូនធ្វើការពី3កន្លែងក្នុងពេលតែមួយអញ្ចឹងណាមួយថ្ងៃធ្វើការពីកន្លែងពីការងារមួយទៅកន្លែងការងារមួយទៀតដើម្បីរកប្រាក់ចំណូលបន្ថែមដើម្បីផ្គត់ផ្គង់គេហៅថាជីវភាពចាយវាប្រចាំថ្ងៃរបស់យើងក៏ដូចជាគ្រួសាររបស់យើងជួយសម្រាប់ទុកធរៈនៅក្នុងការបង់ bill បង់អីផ្សេងៗអញ្ចឹងទៅប៉ុន្តែការធ្វើបែបហ្នឹងបងប្អូនវាអាចឲ្យយើងរកប្រាក់ចំណូលបានបន្ថែមពីលើប្រាក់ចំណូលដែលយើងទទួលបានពីធ្វើការងារមួយកន្លែងក៏ពិតមែនប៉ុន្តែអ្វីដែលយើងបាត់បង់គឺពេលវេលារបស់យើងសងតែទាំងអស់គឺនៅកន្លែងធ្វើការគឺអត់មានពេលវេលាជួបជុំក្រុមគ្រួសារឬក៏បងប្អូនមានកូនចឹងអត់មានពេលវេលាឲ្យកូនឬក៏ពុកម្ដាយទេពីព្រោះពេលវេលាសង់របស់យើងទាំងអស់ហ្នឹងគឺនៅកន្លែងការងារតែម្ដងអញ្ចឹងជីវិតរបស់យើងគឺមានអីបងប្អូនមានតែសម្រាប់នៅផ្ទះងើបពីគេងហើយរៀបចំខ្លួនទៅធ្វើការហើយពីកន្លែងការងារមួយទៅកន្លែងការងារមួយទៀតហើយបញ្ចប់ការងារហើយគឺមកផ្ទះសម្រាប់ហើយស្អែកឡើងគឺទៅ repeat ដដែលបងប្អូនគឺនិយាយរួមទៅគឺនេះអាការរបស់យើងគឺធ្វើជុំតែម្ដងអត់មានពេលវេលាសម្រាប់មើលថែសុខភាពខ្លួនឯងពេលវេលាបង្កើតអនុស្សាវរីយ៍ជាមួយនឹងក្រុមគ្រួសារទេហើយសួរថាការធ្វើការងារយូរម៉ោងក្នុងមួយថ្ងៃហើយធ្វើពី3កន្លែងសួរថាយើងអាចរកប្រាក់ចំណូលបានដ៏ច្រើនលើសលប់ដែលយើងអាចបានមកហើយយើងអាចសន្សំទុកឲ្យបានច្រើនហើយអាចក្នុងរយៈពេល5ឆ្នាំឬក៏10ឆ្នាំអីទៅយើងអាចមានជីវិតគេហៅថាមានផ្នែកហិរញ្ញវត្ថុដែលវា secure ដែលអត់ថិតថេរអញ្ចឹងបងប្អូនបើសិនជាយើងឈប់ធ្វើការហើយយើងអត់ធ្វើការពី3កន្លែងដូចមុនទៀតឬក៏យើងចង់ទៅ holiday ជាក្រុមជុំក្រុមគ្រួសារអីយូរខែអីអញ្ចឹងសួរថាយើងអាចប្រាក់ដែលយើងខំសន្សំឬក៏យើងខំធ្វើការងារច្រើនម៉ោងច្រើនកន្លែងហ្នឹងសួរថាវាអាចឲ្យជីវិតយើងទៅដល់គោលដៅមួយដែលយើងមានការតែសេរីភាពពេលវេលាសេរីភាពហិរញ្ញវត្ថុរហូតដល់ប្រហែលឆ្នាំបងប្អូនសម្រាប់ខ្ញុំធ្លាប់ធ្វើការបែបហ្នឹងគឺធ្វើការ3កន្លែងគឺស្របពេលតែម្ដងមានទាំង full time មានទាំង casual មានទាំង part time បងប្អូនបើយើងផ្ដោតទៅលើការធ្វើការងារតែមួយយ៉ាងហើយយកពេលវេលារបស់យើងទៅដោះដូរជាមួយនឹងគេហៅថា pay check បងប្អូនយើងខំធ្វើការយូរប៉ុណ្ណាក៏វាប្រើពេលវេលាយូរអង្វែងតម្រាំតែយើងអាចទៅដល់គោលដៅមួយរស់នៅក្នុងជីវិតមួយដែលយើងចង់បានអញ្ចឹងណាប៉ុន្តែនៅក្នុងសម័យបច្ចុប្បន្ននេះជាមួយនឹងគេហៅថាប្រព័ន្ធអ៊ីនធឺណិតប្រព័ន្ធ digital គឺវាធ្វើឲ្យយើងមានការងាយស្រួលនៅក្នុងការរកប្រាក់ចំណូលបន្ថែមផ្សេងពីការងារធ្វើការពីការធ្វើការងារតែមួយមុខអញ្ចឹងបងប្អូនអញ្ចឹងហើយទៅខ្ញុំបានផ្ដល់ឱកាសឲ្យខ្លួនឯងមកសិក្សាស្វែងយល់ជាមួយនឹងអាជីវកម្ម digital របស់យើងហើយក៏បានចាប់ផ្ដើមធ្វើអាជីវកម្ម digital នេះហើយក៏បានក្លាយទៅជាម្ចាស់អាជីវកម្ម digital មួយនេះផងដែរហើយរួមជាមួយនឹងសហគមន៍សកលទូទាំងពិភពលោកទៀតហើយដោយសារតែអាជីវកម្មមួយនេះគឺជាអាជីវកម្មដែលត្រឹមត្រូវស្របទៅតាមច្បាប់អញ្ចឹងបងប្អូនមានការបង់ពន្ធអីត្រឹមត្រូវហើយការដែលបងប្អូនចូលខ្លួនមកធ្វើជាម្ចាស់អាជីវកម្មនៅក្នុងអាជីវកម្ម digital យើងនេះគឺបងប្អូនអាចមានគេហៅថាលទ្ធភាពក្នុងការអាចរកប្រាក់ចំណូលបានទៅដល់5ប្រភពឯណោះបងប្អូនហើយយើងអត់ត្រូវការបាច់ចំណាយគេហៅថាដើមទុនធំដើម្បីចូលទៅវិនិយោគទេហើយបងប្អូនអត់មានត្រូវការសញ្ញាបត្របងប្អូនមិនត្រូវចាំបាច់ខ្លាចជាអ្នកជំនាញខាងកុំព្យូទ័រឬក៏ប្រព័ន្ធ social media អីទេគឺបងប្អូនអត់មានបទពិសោធន៍សោះតែម្ដងក៏បងប្អូនអាចធ្វើបានហើយទៅភាសាអង់គ្លេសដែលបងប្អូនអត់សូវចេះច្រើនក៏បងប្អូនអាចចូលខ្លួនមកធ្វើជាម្ចាស់អាជីវកម្មហើយបងប្អូនអាចរកប្រាក់ចំណូលបានបន្ថែមពីការងាររបស់បងប្អូនសប្តាហ៍ថ្ងៃទៀតផងដែរហើយអាជីវកម្មមួយនេះគឺមានភាពបត់បែនបងប្អូនអាចមកចូលខ្លួនមកធ្វើអាជីវកម្មមួយនេះដោយបងប្អូនកំពុងតែមានការងារបងប្អូនធ្វើប្រចាំថ្ងៃក៏បានដូចគ្នាហើយនឹងបងប្អូនមានកូនចៅអីចឹងទៅបងប្អូនត្រូវការពេលវេលាបងប្អូនទៅមើលថែពួកគាត់ក៏បងប្អូនអាចឆ្លៀតបានដែរបងប្អូនអាចឆ្លៀតកន្លះម៉ោង1ម៉ោង2ម៉ោងគឺអាស្រ័យនៅលើបងប្អូនហើយខ្ញុំក៏ចាប់ផ្ដើមអាជីវកម្មមួយនេះដោយពេលនេះក៏នាងខ្ញុំកំពុងតែធ្វើការងារពេញម៉ោង full time bằngនាងខ្ញុំដូចគ្នាហើយឆ្លៀតឱកាសនៅពេលវេលាម៉ោងដែលយើងមានគឺយើងអាចនឹងសិក្សាស្វែងយល់ជាមួយនឹងអាជីវកម្មរបស់យើងបានហើយអាជីវកម្មមួយនេះគឺបងប្អូនមិនថាតែបងប្អូនខ្មែរយើងនៅក្នុងប្រទេសខ្មែរឬក៏ក្រៅប្រទេសទេបងប្អូនគេហៅថាសហគមន៍សកលរបស់យើងមកពីបណ្ដាប្រទេសផ្សេងភាសាផ្សេងក៏គេចូលរួមដូចគ្នាពីព្រោះអាជីវកម្មមួយនេះគឺមានភាពបត់បែនហើយបងប្អូនអាចរកប្រាក់ចំណូល
បានបន្ថែមឲ្យបងប្អូនគឺជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួនតែម្ដងហើយយើងមានដៃគូសហការជាមួយនឹងក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងនៅក្នុងទីផ្សាររយៈពេល51ឆ្នាំជាងហើយបងប្អូនមកចាប់ផ្ដើមអាជីវកម្មមួយនេះបងប្អូនអត់មានបទពិសោធន៍ក៏បងប្អូនអាចធ្វើបានគឺយើងមានការបង្ហាត់បង្រៀនពី direct mentor អ្នកណែនាំគ្រូបង្វឹករបស់បងប្អូនផ្ទាល់ហើយក៏ដូចជាសហគមន៍ខ្មែរយើងហើយបន្ថែមពីលើសហគមន៍ខ្មែរយើងទៀតក៏មានសហគមន៍សកលរបស់យើងដែលគេនឹងតែងតែចាំជួយចែករំលែកបទពិសោធន៍ចំណេះដឹងថ្មីនឹងបង្រៀនបងប្អូនឲ្យកាន់តែគេហៅថាមានផ្នត់គំនិតបែបវិជ្ជមានហើយពេលតែ mindset មួយទោះថាបងប្អូនអត់ធ្លាប់ធ្វើក៏បងប្អូនអាចបង្កើតផ្នត់គំនិតវិជ្ជមានដើម្បីឲ្យបងប្អូនមានការរីកចម្រើនមិនត្រឹមតែចំណេះដឹងហើយក៏សមត្ថភាពទេគឺបងប្អូនអាចទទួលបានប្រាក់ចំណូលបន្ថែមផងដែរបើសិនជាបងប្អូនមានចំណាប់អារម្មណ៍បងប្អូនកុំភ្លេចបងប្អូនអាចទំនាក់ទំនងមកសួរព័ត៌មានប៉ានាងខ្ញុំពីនាងខ្ញុំបានឬក៏បងប្អូនអាចចូលទៅក្នុង website ប៉ានាងខ្ញុំក៏បានដូចគ្នាដើម្បីទទួលបានសិក្ខាសាលា90នាទីដែលឥតគិតថ្លៃតែម្ដងបងប្អូនអូខេបងប្អូនសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងផ្ដល់ឱកាសទៅខ្លួនឯងទៅសិក្សាស្វែងយល់ជាមួយនឹងគេហៅថាឱកាសមួយនេះដើម្បីផ្លាស់ប្ដូរជីវិតដែលបងប្អូនចង់បាននៃជីវិតមួយដែលបងប្អូនតែងតែសម័យអូខេបងប្អូន